បាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនឹងបង្កើតជាចង្វាក់ភ្លេងមួយដើម្បីខ្ញុំយកត្រនេះបញ្ចូលនៅក្នុងចង្វាក់ភ្លេងបន្ថែមតើវានឹងមានរសជាតិយ៉ាងម៉េចតែដំបូងនេះខ្ញុំជ្រើសរើសឧបករណ៍នៅក្នុងម៉ាស៊ីនសិនដើម្បីយកមកអមជាមួយនឹងឧបករណ៍ភ្លេងខ្មែរឥឡូវនេះខ្ញុំជ្រើសរើសឧបករណ៍មួយឈ្មោះសាផូនតើឥឡូវខ្ញុំមានចង្វាក់ភ្លេងហើយឥឡូវស្ដាប់សិនបទនេះក្រុមចំណងជើងខាងស្រអែមផល្លាជ្រើសរើសសាផូនមួយសិនសាកសំឡេងមួយទៀតនៅសាកសំឡេងមួយទៀតមើលណារកអីនៅសិនតាមកងថតបាទនេះខ្ញុំរើសសាផូនមួយណាឲ្យវាសំឡេងរៀងព្រោះរស់ណានេះវិញមកសំឡេងមានច្រើនហើយខ្ញុំរាវមើលតើមួយណាដែលស្ដាប់ទៅខ្ញុំពេញចិត្តខ្ញុំយកហ្នឹងទីមួយវិញលោកខ្ញុំសម្រាប់ចិត្តឬអានេះចុះហើយបងប្អូនស្ដាប់បន្តិចសិនស្ដាប់ពីដើមមក
ប៉ុណ្ណឹងសិនចុះបងប្អូនកុំឲ្យវីដេអូវែងហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញរបៀបបញ្ចូលឧបករណ៍នៅក្នុងបទភ្លេងបាទបាយបាយ